ស្ដីបងប្អូនអរគ្នាឥឡូវនេះបងប្អូនមកមើលក្រួចកូនក្រួចបានមួយថ្ងៃនេះអាយុមួយថ្ងៃណាកូនក្រួចល្អទាំងអស់គ្នានេះមើលហើយវាចូលចិត្តលេងជាមួយយើងហើយយើងធ្វើអីផ្អើលបន្តិចហ្នឹងវាមករើយើងទៅម្ដងនេះឃើញទេខ្ញុំកោះឲ្យវាលើវាមកទោះបីពុកដេកក៏វាមកដែរមើលនេះល្អនេះបងនេះពណ៌ខ្មៅអាយុបានមួយថ្ងៃហើយនេះគឺជាក្រួចខ្ញុំកំពុងចិញ្ចឹមចាក់ស្ដែងហើយកូនក្រួចនៅក្នុងទ្រុងហ្នឹងមានចំនួន100ក្បាលនេះមានចំនួន100ក្បាលហើយនៅក្នុងទ្រុងតូចមួយខ្ញុំទិញមកពីផ្សារ20000 30000កូនទ្រុងតូចមួយទៅគាត់ដាក់កូនចំណីដាក់កូនក្រួចនេះចឹងថ្ងៃស្មើហ្នឹងខ្ទង់ម៉ោង9ថ្ងៃស្មើហ្នឹងខ្ទង់ម៉ោង9ខ្ញុំយកវាមកអាយថ្ងៃមកអាយកម្ដៅហើយបងប្អូនមើលបាតក្រឹមហេតុអីបានខ្ញុំដាក់សំណាញ់នេះហើយនៅក្រឹមសំណាញ់ហ្នឹងវាមានអង្កាមហើយនឹងតង់នៅក្រឹមស្បែកហ្នឹងវាមានអង្កាមហើយនឹងតង់នេះចឹងហេតុអីបានខ្ញុំដាក់អង្កាមហើយនឹងដាក់តង់រួចវាចូលចិត្តលេងជាមួយមូលហេតុដែលខ្ញុំដាក់ស្បៃពីលើនេះទី1ដើម្បីពេលក្រួចវាដើរទៅវាកុំអោយល្អិលកាលណាល្អិលវារយះជើងរយះដៃរយះជើងរបស់វានៅតូចហ្នឹងហើយខ្ញុំដាក់អង្កាមនៅខាងក្រោមនេះគឺពេលដែលដាក់អង្កាមហ្នឹងគឺដើម្បីរក្សាកម្ដៅបានយូរបាទរក្សាកម្ដៅនៅខាងក្រោមហើយខ្ញុំដាក់តង់នៅខាងក្រោមហ្នឹងទី1ការពារកុំឲ្យកដោកូនកដោវាស៊ីជើងព្រោះជាក់ស្ដែងនៅពេលដែលវាដេកនៅពេលយប់ទៅវាដាក់ជើងទម្លាក់ទៅក្រោមអញ្ចឹងកដោវាស៊ីវាដាក់ជើងនៅចន្លោះបាតក្រោមបាតក្រោមវាគឺអញ្ចឹងគឺចន្លោះធំអញ្ចឹងពេលដែលវាដេកទៅវាចូលជើងនឹងទៅក្រោមអញ្ចឹងកដោវាស៊ីវាខំជើងវាដាច់ហើយនេះគឺជាកតោចំណីអានេះវាចោលក្នុងតោចំណីអញ្ចឹងកតោចំណីយើងដាក់វានៅក្នុងទ្រុងអញ្ចឹងទៅបាទហើយនេះយើងសម្រាប់ដាក់ការពារកុំឲ្យវាកាយព្រោះកូនក្រួចវាស៊ីវាកាយទៀតពេលអញ្ចឹងវាខាតចំណីវាជ្រុះចំណីចោលវាចំលើនេះជ្រុះចោលហើយដែរនេះញ៉ាំគេមានចំណីហើយចំណីប្រភេទនេះគឺជាចំណីដែលយើងទិញនៅទីផ្សារទិញនៅលើទីផ្សារហើយអានេះខ្ញុំវាយចូលម៉ាស៊ីនវាមកអត់ចង់ចំណីកូនមាន់ទេខ្ញុំទិញយកមកឲ្យវាស៊ីយកកាន់ឲ្យមកទាំងទៅវាស៊ីបាទបងប្អូនមានចំណីក្រួយត្មងឲ្យទិញចំណីក្រួយវាស៊ីត្មងក៏បានដែរអត់បញ្ហាទេអានេះគឺជាតោទឹករបស់យើងតោទឹកយើងដាក់អញ្ចឹងមកពេលដែលវាឃ្លានវាមកផឹកហើយបងប្អូនមើលនៅក្នុងហ្នឹងវាមានបងប្អូនមើលដូចចម្លែកដែរវាមានថ្មនេះឃើញអត់និយាយចិត្តមើលវាមានថ្មនៅជុំវិញកតោរបស់យើងហើយថ្មយើងដាក់ធ្វើអីបងប្អូនសួរដាក់ទៅអីថ្មហ្នឹងគឺល្អណាស់យើងដាក់អញ្ចឹងដើម្បីការពារកុំឲ្យកូនក្រួចលងទឹកពេលវាចូលផឹកពេលដែលវាឃ្លានកូនក្រួចបងប្អូនពេលដែលវាឃ្លានគឺវាចូលជំមុជទឹកនៅក្នុងនឹងហ្មងជ្រៅចឹងដល់ពេលដែលវាទូចវាចូលទៅផឹកទឹកវាសើមខ្លួន
chẳng cả nào vì xàm luôn vì tranh bây giờ bạn tối nó ăn ruồi vậy chẳng vì thưa ở vì ngọt á vì nghe viết ngọt mà chẳng riêng đại bài ní cứ cà phê viết cầm oi luôn tật đó cà phê viết cầm oi luôn tật ở dưới đã chung vinh chân tới dương liên tật về xa tới mòn đấy bạn đại chẳng mắt còn của túi cho một bọn mưa túi này gì gì ra chân này để đã chân này xuôi chấm không còn xuôi chấm à còn cuối xuôi chấm thì đấy trong một bọn miền Thái ăn đường máu bèo bị xì xì apa nak hay em giờ viêm mà đã mà lục mình vì điện cái đại nữa thì chút có giờ lắm nhá không có nè bông có trong chấm là cái nè cua sa chấm giờ pơn vì hộp rồi pơn hộp á ai cuaนี้ពេលដែលវាចាប់ផ្ដើមពងហើយគឺពងរហូតដែរមិនដូចពងទាពងអីសំទោសមិនមែនដូចពងមាន់យើងទេពងមាន់4 10បាន4 10វាលែងពងវាក្រាបតែគ្រួចនេះអត់ទេពេលដែលវាចាប់ផ្ដើមពងហើយគឺពងរាល់ថ្ងៃមួយថ្ងៃមួយអញ្ចឹងបងប្អូនចាំទៅរើសពងទៅនេះបាទហើយបងប្អូនចង់ចាំអីសុំតាក់ទងមកនេះកូនគ្រួចអត់ល្អពេលពណ៌វាក៏ស្អាតដែរនេះការទទួលប្រមូលផលវិញគឺយើងចាំរយៈពេល40ទៅ45ថ្ងៃពីដាក់ពងហើយបាទអញ្ចឹងគឺលឿនណាភ្លេចខ្លួនមួយខែបាត់ភ្លេចខ្លួនមួយខែបាត់ហើយបងប្អូនគួរចាំគ្រួចបាទគួរចាំព្រោះវាស្រួលចាំដាក់ទៅត្រង់ដាក់ចិត្តចំណីហើយវាធន់នឹងជំងឺណាកូនគ្រួចហ្នឹងធន់នឹងជំងឺកាឈិតមើមអីមន់ឈឺតែគ្រួចនេះវាអត់ឈឺទេធន់នឹងជំងឺបាទនេះហើយបងប្អូនធ្វើការនៅជិតផ្ទះគួរចាំបាទអ្នកដែលនៅផ្ទះទំនេរពីការងារគួរដាក់ចាំលក្ខណៈគ្រួសារđấyបាទចាំលក្ខណៈគ្រួសារល្អខ្ញុំចាំច្រើនដែរតានេះហើយទៅនឹងបច្ចុប្បន្នទាំងទៀតតម្រូវការច្រើនអ្នកចាំតិចអញ្ចឹងឱកាសរបស់យើងហើយនេះចូលទៅយកមួយថ្ងៃហើយណាបាទនេះចាគឺខ្ញុំមានប៉ុណ្ណឹងណាថតឲ្យបងប្អូនមើលស្អែកខ្ញុំនឹងថតជូនវីដេអូទៅបងប្អូនមួយទៀតណា